នឹងខ្ញុំកណ្ដាលខ្ញុំបានសម្ដែងអំពីការដែលព្រះធម្មទេសនាបដីសិរីបុត្រពីមុនទៅសម្ដែងនៅព្រះធម៌សរសើរនៅគុណរបស់ព្រះសម្មាសម្ពុទ្ធចំពោះមេដារបស់លោកគឺនាងសារីព្រេមณีឲ្យបានសម្រាប់នៅអមតៈធម៌មិនពីព្រោះថាមេដារបស់លោកនេះមានទៅ7នាក់ដែលបានបួសនៅក្នុងព្រះសាសនាបានទៅជាប្រតិណាស្រាប់ជាព្រះអរហន្តអីអស់អញ្ចឹងប៉ុន្តែខ្លួននាងសារីនឹងគឺនៅជាបុគ្គលមច្ឆាទិដ្ឋិនៅឡើយសេចក្តីប្រមិចឯងហើយដែលធ្វើឲ្យព្រះសិរីបុត្រដែលជាកូនច្បងនោះមានសេចក្តីសង្វេគក្នុងប្រតិជាខ្លាំងមានសម្ដែងនៅក្នុងសារថបកាសិនីអត្ថកថាព្រះសភន្តបិដកសង្យុត្តអនិកាយមហាវីរវៈក្នុងចុងទសោទៀតនៅសម័យនោះឯងព្រះមានប្រភាព្រះអង្គទ្រង់គង់នៅវត្តចេតពុនព្រះធម្មទេសនាបដីក៏និមន្តគង់នៅក្នុងទីនោះនឹងសម្អាតនៅទីសេនាសនៈរបស់នៅសុលីសម្រាប់នៅក្នុងវេលាថ្ងៃលោកហើយលោកក៏គង់តាំងនៅក្នុងផលសមាបត្តិក្នុងវេលាសញ្ញលហសម័យលោកចេញអំពីផលសមាបត្តិគឺអរហត្តផលសមាបត្តិមកក៏ចាប់លឹកនឹកពិចារណាថាធម្មតាព្រះសម្មាសម្ពុទ្ធហើយនឹងអធិសាវកតើអង្គណាបរិនិព្វានមុនលោកពិចារណាហើយក៏បានឃើញថាជាធម្មតាអធិសាវកត្រូវតែបរិនិព្វានមុនព្រះសម្មាសម្ពុទ្ធហើយទៅលោកក៏បានពិចារណាដល់អាយុសង្ខាររបស់លោកក៏ស្រាប់តែបានឃើញច្បាស់ដោយបញ្ញាញាណរបស់លោកថានៅសល់តែ7ថ្ងៃទៀតប៉ុណ្ណោះលោកនឹងត្រូវបរិនិព្វានហើយលោកក៏ពិចារណាពីថាតើនឹងត្រូវបរិនិព្វានក្នុងទីណាបើព្រះរាហុលដែលជាអរោះរបស់ព្រះអង្គបរិនិព្វានក្នុងខាងតាវតੰហើយចំណែកព្រះអញ្ញាកោដញ្ញៈបរិនិព្វានក្នុងស្រះឆាប់តន់អ្នកដែនដីនៃព្រៃហៃមកទៀងដូច្នេះលោកពិចារណាទៅក៏សង្វេគដល់អ្នកតារបស់លោកដែលជាបុគ្គលមច្ឆាទិដ្ឋិនឹងឯងហ្នឹងដូច្នេះនៅក្នុងឆ្នាំនេះក៏ត្រូវជាការពេលវេលាដែលនឹងត្រូវបរិនិព្វានរបស់អាត្មាអញផងហើយក៏សង្គ្រោះដើម្បីនឹងបរិនិព្វាននៅក្នុងបន្ទប់ដែលអាត្មាអញប្រសូតចាក់ដីនៃអ្នកតាផងហើយកន្លងទៅមិនជាយូរប៉ុន្មានព្រះសាស្តាក៏នឹងបរិនិព្វានហ្នឹងព្រះធម្មទេសនាបដីទៀតបរិនិព្វានមុនព្រះអរហន្តសម្មាសម្ពុទ្ធ6ខែព្រឹកហ្នឹងគឺ15កើតខែកដឹកជាថ្ងៃបរិនិព្វានរបស់ព្រះសិរីបុត្រចំណែកព្រះសម្ពុទ្ធបរិនិព្វានកន្លងទៅ6ខែទៀតគឺត្រូវជា15កើតខែពិសាក្នុងការដែលពិចារណាថានឹងត្រូវទៅបរិនិព្វានក្នុងបន្ទប់ដែលលោកបានប្រសូតចាប្រគួរនៃមេដាលោកដូច្នេះក៏បានរៀបចំទុកដាក់នៅសេនាសនៈដល់ឱកាសសង្គ្រោះក៏បាននិមន្តទៅព្រមឈរខាងមុខព្រះគុណតកក្នុងការដែលព្រះបរមសាស្តាស្ដេចយាងចេញអំពីព្រះគុណតកនោះមកហើយព្រះសិរីបុត្រក៏បានក្រាបថ្វាយបង្គំព្រះរាមារភិសូមអនុញ្ញាតដើម្បីនឹងបរិនិព្វានព្រះបរមសាស្តាព្រះអង្គពុំមានព្រះពុទ្ធដីកាថាអ្នកចូលបរិនិព្វានចុះឬថាអ្នកកុំបរិនិព្វានអីឡើយពីព្រោះថាបើសិនជាព្រះអង្គមានព្រះពុទ្ធដីកាថាអ្នកចូលបរិនិព្វានចុះគឺដូចជាឈ្មោះថាព្រះអង្គទ្រង់សរសើរនៅសេចក្តីស្លាប់ហើយបើសិនជាព្រះអង្គហាមឃាត់មិនឲ្យព្រះសិរីបុត្របរិនិព្វានហាក់ដូចជាព្រះអង្គទ្រង់សរសើរនៅវត្តដាក់តែតាមពិតទោះជាយ៉ាងណាព្រះអង្គក៏បានសរសើរនៅសេចក្តីស្លាប់ឬថាជាការសរសើរនៅវត្តដាក់ឡើយប៉ុន្តែព្រះអង្គមិនមានព្រះពុទ្ធដីកាព្រោះការពាររាជលោកអ្នកដទៃដូចជាពុទ្ធនិក្រអតីតថៃអីហ្នឹងចោតប្រកាន់ព្រះអង្គនាំឲ្យសត្វទាំងអស់មានបាបច្រើនមានទុក្ខច្រើនដូច្នេះព្រះអង្គក៏មានព្រះពុទ្ធដីកាប្រះសួរថាសិរីបុត្រអ្នកតើបរិនិព្វានក្នុងទីកន្លែងណាមកពិតព្រះអង្គចំណែនខ្ញុំព្រះអង្គនឹងបរិនិព្វាននៅក្នុងនិរកក្រៀមក្នុងទីកន្លែងដែលខ្ញុំម្ចាស់ដែលបានប្រសូតចាក់ទៅនៃមេត្តានៅកាលនោះព្រះបរមសាស្តាមានព្រះពុទ្ធដីកាអង្គព្រះសិរីបុត្រសម្ដែងនៅព្រះធម៌ព្រះសិរីបុត្រជាអធិស្ឋានរបស់ព្រះរាមារភិក្នុងការប្រសំគួរនេះក៏បានសម្ដែងនៅព្រះធម៌ជាមួយគ្នានឹងរិទ្ធបរិហាបានហោះឡើងទៅលើកម្ពស់មួយដើមថ្នោតលេចុះមកក្រាបថ្វាយបង្គំព្រះចិនស្រីហោះទៅម្ដងទៀតកម្ពស់2ថ្នោតហោះជាច្រើនដងរហូតដល់7ជួរថ្នោតចាប់តគ្នាចុះមកក្រាបថ្វាយបង្គំបន្ទាព្រះទេកវីព្រះរាមារភិរួចហើយក៏សម្ដែងនៅរិទ្ធជាច្រើនយ៉ាងជាមួយគ្នានឹងការសម្ដែងនៅព្រះធម៌គឺក្នុងការសម្ដែងព្រះធម៌របស់ព្រះសិរីបុត្រជួនសម្ដែងដោយបំបានកាយមិនឲ្យពិខុដតីបានឃើញជួនក៏សម្ដែងឲ្យឃើញព្រះកាយមួយដំណាក់ខាងលើជួនក៏សម្ដែងឲ្យឃើញព្រះកាយមួយដំណាក់ខាងក្រោមជួនកាលក៏សម្ដែងព្រះធម៌ដោយនិមិត្តជាព្រះអាទិត្យជួនកាលក៏សម្ដែងព្រះធម៌ដោយនិមិត្តខ្លួនព្រះអង្គជាព្រះច័ន្ទនិមិត្តជាភ្នំនិមិត្តជាទន្លេនិមិត្តជាស្ដេចចក្រពត្តិប្រាធិរាជក្នុងការសម្ដែងធម៌និមិត្តជាស្ដេចមហារាជក្នុងចក្រមហារាជការនិមិត្តជាព្រះអិននិមិត្តជាមហាព្រហ្មនិមិត្តជាច្រើនរយមុខក្នុងការសម្ដែងព្រះធម៌របស់ព្រះសិរីបុត្ររួចហើយហោះទៅលើអាកាសចុះមកក្រាបថ្វាយបង្គំព្រះរាមារភិការដែលព្រះរាមារភិព្រះអង្គទ្រង់ត្រាស់សួរថាធម៌ដែលជាធម្មបរិយាយរបស់អ្នកឈ្មោះអីព្រះសិរីបុត្រត្រាស់ទូលថាធម្មបរិយាយនេះឈ្មោះថាសីហៈនិក័យលតៈដោយសេចក្តីថាគឺជាការលេងរបស់សត្វសីហៈរួចព្រះសិរីបុត្រក៏បានដកនៅប្រហោះរបស់លោកទាំងពីរមកចាប់ព្រះបាទទាំងគូរបស់ព្រះបរមសាស្តាដោយមានប្រតិបត្តិការខាងរបស់ព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គម្ចាស់បានកសាងនៅបារមីមួយអសង្ខ័យកន្លែងសែនកាប់ប្រាថ្នាដើម្បីបានថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះសាស្តានៅរដ្ឋរបស់ខ្ញុំព្រះអង្គឥឡូវបានដល់ទីបំផុតហើយការជួបជុំគ្នាក្នុងទីជាមួយគ្នាដោយការបដិសន្ធិរបស់ខ្ញុំព្រះអង្គម្ចាស់ក៏មានទៀតឡើយការសមាគមក៏មានការស្និទ្ធស្នាលគ្នាក៏មានរបស់ព្រះអង្គដ៏ចម្រើននេះគឺជាការឃើញចុងក្រោយ
របស់ខ្ញុំម្ចាស់ចំពោះព្រះអង្គក្នុងកាលនោះហេតុនេះក៏មានការកម្រើកញាប់ញ័រហាក់ដូចជាត្រួតត្រងនៅគុណរបស់ព្រះធម្មទេសនាតែពុំរួចឡើយដោយថាជាការត្រួតត្រងនៅចំនួន10ភ្នំសន្ធឹកសន្ធាប់អាចនឹងត្រួតត្រងទៅរួចបានប៉ុន្តែចំពោះព្រះគុណនៃព្រះធរៈមិនអាចត្រួតទៅរួចមានការកម្រើកញាប់ញ័រក្នុងកាលនោះព្រះបរមសាស្តាបានស្ដេចយាងចូលទៅក្នុងព្រះពុទ្ធកតនៅលើខេត្តថ្មកែវព្រះធម្មទេសនាបតីក៏បានធ្វើប្រតិសិនព្រះគុណកតហើយបានថ្វាយបង្គំទាំង4ទឹកក្នុងការនោះបានមានព្រះធរៈដីកាថាខ្ញុំព្រះអង្គម្ចាស់បានក្រាបថ្វាយបង្គំពីបាតុបុនៃព្រះសម្មាសម្ពុទ្ធអនុមតិសីដោយសេចក្តីថាដើម្បីបានជួបព្រះបរមសាស្តាសម្មាសម្ពុទ្ធឥឡូវខ្ញុំព្រះអង្គម្ចាស់បានជួបព្រះអង្គជាគ្រាដំបូងហើយឥឡូវខ្ញុំព្រះអង្គក៏បានជួបអង្គជាគ្រាចុងក្រោយក្នុងការដែលថ្វាយបង្គំព្រះតមានប្រភេទហើយព្រះតមានភាកក៏មានប្រពុទ្ធដីកាថាសេរីបတ်អ្នកចូលសម្គាល់ការពេលវេលាឥឡូវនេះចុះក្នុងការនោះព្រះពុទ្ធមហាជននៅនាក្រុងសាវត្ថីបានជ្រាបដំណឹងដឹងថាព្រះធម្មទេសនាបតីទូលសូមអនុញ្ញាតអំពីព្រះសាសនាបតីបរិនិព្វានចូលនាំគ្នាយកនៅកម្រងការគ្រឿងក្រអូបដើម្បីមកបូជាព្រះធរៈហើយយំដង្ហូររៀបរាប់ដោយការពោលខ្សឹកខ្សួលពោលខ្សឹកខ្សួលរៀបរាប់ថាមកពិតលោកម្ចាស់នៅទៅបានហើយតើពួកយើងខ្ញុំដើម្បីអាចរកលោកម្ចាស់ក្នុងទីណាឃើញទៀតដើម្បីនឹងបានថ្វាយនៅគ្រឿងសក្ការៈថ្វាយនៅបច្ច័យយ៉ាងណាហើយពួកភិក្ខុភិក្ខុនីឧបាសកបាសិកាណែនាំតាំងតាប់ដែលមានរាគៈមិនទាន់បានទៅប្រាស់ហើយនោះមានការសោកស្ដាយអរឡៃនៃព្រះសិរីបុត្រពេកចំណែកព្រះថេណាស្រាប់ទាំងឡាយក៏តាំងនៅក្នុងសេចក្តីសង្វេគបកណ្ណាពលចាស់យ៉ាងបងប្អូនទាំងឡាយព្រះសិរីបុត្រការដែលលោកគង់នៅជំនួយព្រះសាសនាខ្លាំងណាស់ក្នុងការសម្ដែងព្រះធម៌របស់លោកធ្វើឲ្យពុទ្ធមនុស្សនិងទេវតាទាំងឡាយបានសម្រេចអ្នកផលរាប់កោតក្នុងការសម្ដែងនៅព្រះធម៌មានតកូល80ពាន់តកូលដែលបានជ្រះថ្លានឹងព្រះធរៈបានប្របារណាបានខ្វាយនៅបច្ច័យយ៉ាងណាដល់សេចក្តីជ្រះថ្លាការដែលអស់ជីវិតទៅម្ដងម្នាក់ក្នុងប្រកបនោះប្រមេទៅកម្មទេវលោកតែយ៉ាងប៉ុណ្ណោះប្រមេទៅកម្មសុគតិភពប៉ុន្តែនៅឯមេដារបស់លោកនៅជាបុគ្គលវិឆាទិដ្ឋិប្រហែលដូច្នោះបានជាព្រះធរៈមានសេចក្តីសង្វេគមេដារបស់លោកដូច្នេះត្រូវតែទៅប្រតិពាននៅក្នុងទីកន្លែងដែលលោកប្រសូតនឹងពេលនោះឯងព្រះរាមាភិព្រះអង្គមានព្រះពុទ្ធដីកាដល់ជ្រាបអធិស្ឋាននៃវិខភិកណីយោបាសកបាសិកាថាអ្នកទាំងឡាយចូលជាប់តាមសេរីបុត្រក្នុងពេលនេះចុះព្រោះថាអ្នកទាំងឡាយមិនងាយបានឃើញនៅពិខុមានសភាពដូចជាសេរីបុត្រនេះឡើយក្នុងការនោះពុទ្ធបរិស័ទជាប់តាមព្រះសេរីបុត្រទៅទាំងអត់មាននៅគាត់ព្រះរាមាភិសម្ដីមួយអង្គឡើយចេញទៅតាមព្រះសេរីបុត្រទាំងអស់ហើយនឹកឃើញថាការដែលព្រះធរៈនិមន្តទៅកម្មទីចរិតក្នុងការមុនតែងតែធ្វើត្រឡប់មកវិញក្នុងលើកនេះជាការនិមន្តទៅរហូតមិនធ្វើត្រឡប់វិញឡើយករណីពលចាស់ញាតិញោមបងប្អូនទាំងណាគួរឲ្យមានសេចក្តីសំណោះសន្វេគដល់ការសោកសឹកសួររបស់ឡៃនៃពុទ្ធបរិស័ទណាហើយដូច្នេះព្រះធម្មទេសនាបតីក៏បានសម្ដែងនៅព្រះធម៌លួងលោមចិត្តរបស់បាសកបាសិកាជាដើមថាជាធម្មតាសង្ខារធម៌មិនទៀងឡើយអ្នកទាំងឡាយចូលឈប់ត្រង់នឹងចប់កុំទៅតាមយ៉ាងអីដោយសេចក្តីថាព្រះធម្មទេសនាបតីបាននាំបរិវារដែលជាភិក្ខុ500អង្គទៅជាមួយតែប៉ុណ្ណោះហើយយ៉ាងនេះពុទ្ធបរិស័ទទាំងឡាយសុខដីព្រះសិរីបុត្រផុតបានទៅមួយភ្លេតតែនឹកឃើញដល់ការដែលលោកមិនវិលត្រឡប់មកវិញក៏ជំរុញដំណើរតាមលោកទៅទៀតព្រោះតែព្រះធរៈផុតជាច្រើនលេខនឹងដំណើររបស់លោកទៅកាន់នេរកៈព្រាមដែលជាសភូមិកណ្ដាលនោះលោកបានអនុគ្រោះដល់ពុទ្ធបរិស័ទតាមផ្លូវហើយក៏បានធ្វើដំណើរទៅដល់ខ្លោងទ្វារនេរបងភូមិគ្រឹះនៃមេដាដែលជាសារីព្រាមនីក្នុងការដែលលោកទ្រង់ឈរជាមួយដោយភិក្ខុទាំងឡាយ500អង្គនៅពេលនោះក៏បានជួបនឹងក្មួយរបស់លោកគឺឧបរេវតៈដែលមានកិច្ចឯណាមួយចេញមកក្រៅផ្ទះលោកបានជួបព្រះធរៈហើយក៏បានឈួរសំពះព្រះធរៈក្នុងទីនោះព្រះធរៈមានព្រះធរៈដីកាសួរថាតើយាយរបស់អ្នកនៅនឹងផ្ទះដែរទេព្រះឧបរេវតៈឆ្លើយថាលោកអង្គយាយនៅនឹងផ្ទះនឹងឯងនឹងហើយព្រះធរៈក៏មានព្រះធរៈដីកាថាអ្នកចូលទៅជំរាបលោកយាយថាលោកអង្គមួយលើដោយភិក្ខុ500អង្គនេះមកហើយបាទលោកយាយនោះគាត់មានប្រសាសន៍យ៉ាងណាគឺសូមឲ្យមានការចាត់ចែងនៅទីកន្លែងសម្រាប់យើងគឺបន្ទប់ដែលយើងប្រសូតហើយនៅទីកន្លែងសម្រាប់ព្រះភិក្ខុ500អង្គថានៅសំណាក់ក្នុងយុគនេះរហូតដល់ទៅក្នុងកាលនោះលោកមួយគឺឧបរិវតៈហ្នឹងក៏បានចូលទៅដល់ក្នុងភូមិគ្រឹះរួចហើយក៏បានកោខែលោកយាយលោកអង្គនិមន្តមកលោកយាយគាត់ក៏ឆ្លើយមកថាមកនៅណាឧបរិវតៈក៏ឆ្លើយថានៅក្នុងខ្លោងទ្វាររបស់ផ្ទះហើយចុះដល់មកខ្លះពីខុស500អង្គនិមន្តមកដែរហើយចុះមកទៅអីនឹងnóiថាម្ដាយយើងមានការអអន់ទៅចិត្តខ្លាំងណាស់ត្រង់តែកូនរត់ទៅបួសចោលអស់ហើយនៅមិនទាន់ជ្រះថ្លានៅព្រះសម្មាសម្ពុទ្ធហើយក៏បានចូលចិត្តជាមួយនឹងកូនតែបួសយ៉ាងនេះខ្លាំងពីព្រោះម្ដាយនឹងមានការគោរពព្រះព្រំតែថាជាម្ចាស់ជាអ្នកបង្កើតសត្វលោកនឹងចឹងព្រោះហើយក្នុងការដែលបានសាកសួរដំណឹងអំពីចៅឧបរិវតៈនឹងនឹងត្រូវរៀបចំកន្លែងបន្ទប់សម្រាប់បន្ទប់ដែលប្រសូតនោះ
ក្នុងយុគនេះព្រោះដែលលោកនិមន្តទៅដល់វេលាថ្ងៃល្ងាចទៀតហើយនឹងសម្រាប់ភិក្ខុ500អង្គផងសារីព្រមណីបណ្ឌិតគិតថាចងកូនប្រុសអញនេះមកទៅអីចាស់តាំងពីបុះនោះតាំងពីកំឡោះរហូតមកដល់ចាស់ប្រហែលជាចាស់ទៅអត់សក់នឹកចង់សក់ហើយបានជាមកមិនចឹងអញរៀបចំកន្លែងទទួលសិននឹកតិចដែរថាកូននឹងបានសក់មកនៅជាមួយវិញណាក្នុងការរៀបចំកន្លែងស្រេចហើយព្រះធរៈមួយលើដល់ពីខសំក៏និមន្តចូលទៅម្ដាយក៏មិនបានឲ្យជួបមុខហ្នឹងក៏នៅក្នុងបន្ទប់របស់គាត់ទេឲ្យជាអ្នកបម្រើចាត់ចែងមានការអត់ទៀមប្រតិហើយនឹងភេសជ្ជៈទាំងឡាយផ្សេងដោយគាត់ក៏បានចេញមកជួបព្រះធរៈហើយក្នុងការដែលព្រះធរៈបានបញ្ជូនភិក្ខុទាំងឡាយឲ្យទៅកាន់ទីកន្លែងសម្រាប់អស់ហើយក្នុងការនោះនៅក្នុងបន្ទប់ដែលលោកប្រសូតនោះជាមួយគ្នានឹងប្អូនបង្កើតរបស់លោកដែរគឺភិក្ខុចំតៈមិនដឹងតែត្រូវជាបងរបស់ភិក្ខុរេវតៈផងដែរនឹងចំតៈក៏ទៅជាប្អូនរបស់ព្រះស្រីបុត្រដែលមានឈ្មោះសក្តិអាចារ្យហៅថាសាមណេរចំតៈប៉ុន្តែតាមពិតលោកក៏ជាភិក្ខុហើយលោកក៏សម្បទាហើយតែជាប់ហៅតាំងពីសាមណេរមកថាសាមណេរចំតៈដូច្នេះហើយក៏ជាប់រហូតមកអាពាក្យដ៏ខ្លាំងក្លាបានកើតឡើងចំពោះព្រះធរៈស្ទើរតែទាំងអស់ប្រជជនភ្លាមដោយសារការចុកនៅពេលរហិតមួយភាជាអ្នកចេញភាជាអ្នកមួយចូលភាជាអ្នកមួយចេញភាជាអ្នកមួយចូលដោយសារការចុកនៅពេលរហិតនឹងកាលនោះទេវតាទាំងឡាយស្ដេចចាតមហារាជការក៏បានពិចារណាតើព្រះធម្មទេសនាបតីដែលលើគង់នៅក្នុងទីណានោះក៏បានជ្រាបថាគង់នៅក្នុងទីកន្លែងដែលលោកប្រសូតហើយកំពុងតែមានអភិបាលក្នុងចិត្តនឹងព្រះនិព្វានហើយក៏បានចុះមកញ៉ាំទីនោះឲ្យភ្លឺស្វាងនៅក្នុងបឋមយាមនៃរាត្រីហើយចំណែកនាងការីដែលជាម្ដាយមានការខ្វល់ខ្វាយក្នុងចិត្តណាស់ដោយសារការបំពេញចិត្តនឹងកូនផងក៏ឈួតតោខ្លំពេលបន្ទប់របស់គាត់ក៏បានឃើញនៅទេវតាចុះមកក្នុងផ្ទះនៅព្រះធរៈដែលជាកូនក្នុងការនោះព្រះធរៈមានព្រះធរៈដីកាសួរថាអ្នកមកធ្វើអីស្ដេចមហារាជទាំង4គឺប្របាទភៈតរដ្ឋៈវិរុលហកៈវិរូបហៈនិងកវេរៈក៏បានឆ្លើយថាពួកយើងមកដើម្បីជួយថែរក្សាជំនឿរបស់លោកម្ចាស់ព្រះធរៈក៏បានឆ្លើយថាអ្នកនុកម្ដងអាត្មាមានហើយអ្នកចូលទៅវិញចុះក្នុងការនោះមហារាជទាំង4ក៏ត្រឡប់ទៅវិញទៅមួយសន្ទុះក្រោយមកក្នុងពេលគណៈទាំងខ្ញុំកណ្ដាលខ្ញុំបានសម្ដែងអំពីការមិនទៀងនៃសង្ខារធម៌អំដៅព្រះធម្មសេនាបតីសិរីបុត្រក៏អាស្រ័យខណ្ឌបញ្ចកៈយ៉ាងណាធម្មតាខណ្ឌបញ្ចកៈរមែងមានការបែកគ្នាទៅជាធម្មតានៅការដែលលោកគង់នៅនឹងបន្ទប់ដែលលោកប្រសូតនោះមហារាជទាំង4ក៏មកសួរលោករួចហើយព្រះអិនក៏មកសួរលោកទាំងម្ដាយនោះក៏មិនបានសម្បានយកចម្លែកក្នុងចិត្តនៅមើលទេវតាដែលមកសំពះកូនចិត្តក៏ចិត្តតែទន់ខ្លួនបន្តិចម្ដងដោយសេចក្ដីថាចុះហេតុអីបានជាទេវតាមានឫទ្ធិដ៏អស្ចារ្យមកសំពះកូនប្រុសយ៉ាងនេះរួចទៅនៅពេលកន្លងអំពីព្រះអិនមកនោះមហាព្រំក៏បានចុះមកសួរដល់អាពាហ៍នៃព្រះធរៈដើម្បីនឹងទំនុកបំរុងព្រះធរៈតែត្រូវបានព្រះធរៈបញ្ជូនឲ្យត្រឡប់ទៅវិញដោយទ្រាំនឹងពលឺភ្លឺស្វាងរបស់ទេវតានិងមហាព្រំទាំងបានម្ដាយក៏ស្រាប់តែអញ្ជើញដើរមកដោយការរំភើបចិត្តមកកាន់បន្ទប់នៃកូនប្រុសច្បងនៅកាលនោះចង់តែដែលជាភិក្ខុអ្នកឧបថាទំនុកបំរុងព្រះធរៈក៏បានមានព្រះធរៈដីកាដល់ព្រះស្រីបុត្រថាញោមគាត់អញ្ជើញមកក្នុងការនោះឯងដែលព្រះស្រីបុត្រមានឱកាសទៅស្វែងចរចាជាមួយនឹងម្ដាយបង្កើតញោមបង្កើតដែលដៃគ្នាអស់ការទៅយូរអង្វែងតាំងតែពីកំឡោះរហូតដល់ចាស់នឹងកណ្ដាលព្រះម្ចាស់ទានព្រះធម្មសេនាបតីចេញបួសទៅតាំងតែពីនៅកំឡោះរហូតកន្លងទៅ44ឆ្នាំមិនតិចអីទេដែលលោកបួសហ្នឹងនឹងក្រោយការប្រះនឹងរបស់ព្រះតបិលភា1ឆ្នាំប៉ុណ្ណោះនឹងនៅក្នុងការរបៀបទៀតហ្នឹងគ្រាន់តែមុនព្រះតបិលភាបន្តិចបន្តួចតែប៉ុណ្ណោះហើយលោកមានការចម្រៀងចំពោះម្ដាយរបស់លោកនឹងចឹងហើយម្ដាយនឹងក៏ម្ដាយបានជួបមុខកូនអស់ការដងដៃយ៉ាងនេះនៅពេលនោះលោកក៏សាកសួរទៅថាញោមអញ្ជើញមកក្នុងពេលនេះមានការអីហ្នឹងពីព្រោះថាការពេលវេលាហ្នឹងគឺជាពេលវេលាដែលនៅជប់នៅនិតនៅឡើយមិនទាន់ចិត្តធឺទេម្ដាយក៏មានប្រសាសន៍ឡើងថាញោមអស្ចារ្យនឹងទេវតាដែលមកសំពះកូននឹងនៃទេវតាដែលមកសំពះហ្នឹងមករកកូនហ្នឹងមកធ្វើអីផងថាមុននោះគឺមហារាជទាំង4មកដើម្បីទៅបំរុងអាត្មាអញ្ចឹងលោកកូននឹងធំជាងទេវតាមហារាជទាំង4ទៀតចឹងថាទឹកដីហើយមហារាជទាំង4ហ្នឹងពេលបិទដូចជាក្មេងវត្តរបស់ព្រះបរមសាស្តាក៏ថាតាំងតែអំពីព្រះបរមសាស្តាក៏ដេកសន្ធិក្នុងព្រះគោលនៃប្រវត្តិរាជដែរសិរិមហារាជាមកមហារាជទាំង4ហ្នឹងកាន់ព្រះខំការពារព្រះបរមពុទ្ធសាសនារហូតណាចឹងចៅដែលយកជ្រៅទៅហ្នឹងមានពលឺខ្លាំងជាងពីទលេទៀតហ្នឹងគឺអ្នកណាហ្នឹងគឺព្រះអិនញោមចឹងព្រះអិនមកធ្វើអីដែរថាមកដើម្បីបំរើអាត្មាចឹងកូននឹងខំជាងព្រះអិនទៀតចឹងពិតមែនហើយញោមអាត្មាគឺមានការបានជ្រាបច្បាស់នៅក្នុងសេចក្តីនេះនឹងបានដឹងមកថាក្នុងការដែលព្រះបរមសាស្តាស្ដេចយាងចុះចាអំពីឋានតាវតੰក្នុងការនោះព្រះអិននេះព្រួយបិទដូចជាសាមណេរបានកាន់នៅក្បាលព្រះសាស្តាអមដំណើរព្រះអង្គចុះមក
នេះនឹកឃើញក្នុងចិត្តនឹកឃើញអស្ចារ្យគ្រាន់តែថាលោកកូនអញតំណឹងហើយតំណងតែសាស្ត្រាចារ្យជាគ្រូរបស់កូនអញទៀតហ្នឹងមិនដឹងជាអស្ចារ្យតាណាទៅណាហើយចុះដល់ពេលមិនមុននេះពលឺនឹងខ្លាំងជាងពីមុនទៅទៀតហ្នឹងគឺអីអ្នកណាទៅកូនញោមនឹងគឺជាមហាព្រំដែលជាគ្រូជាសាស្ត្រាជាលោកម្ចាស់របស់ញោមនឹងឯងហើយនេះបើអញ្ចឹងលោកកូននឹងធំជាមហាព្រំទៀតអញ្ចឹងមហាព្រំនឹងដែលសារីព្រមណីតែងគោរពតែងបូជាសពគ្រប់ប្រការនោះណាតែដែលមិនបានដឹងគុណដល់ព្រះបរមសាស្តាព្រោះទៅតែមានការគោរពមហាព្រំនឹងទៅតាមព្រហ្មញ្ញសាសនាហ្នឹងអញ្ចឹងទៅព្រះធម្មសេនាបតីនឹងក៏មានប្រតិរៈដីកាថាចំពោះមហាព្រំនេះគឺបានយកនៅសម្ពុតនេះទទួលព្រះបរមសាស្តាដែលព្រះអង្គទៅតែប្រសូតចាក់ប្រពន្ធនៃព្រះវរមេដាដល់មានប្រតិរៈដីកាអញ្ចឹងទៅមានសារីនឹងអស្ចារ្យនឹងព្រះសម្មាសម្ពុទ្ធណាបិទតែអាចឡើងទៅដែលឧបនិស្ស័យមានខ្លាំងខ្លាំងមានមនុស្សអស្ចារ្យដល់តែប៉ុណ្ណឹងអញដឹងទៅខាងទេវតាប្រអិនប្រពន្ធណាបន្ទុកប្រសើរជាងមនុស្សសលោកដឹងអីទេវតាប្រអិនប្រពន្ធនឹងគោរពមនុស្សដែលមនុស្សនឹងអស្ចារ្យជាព្រះសម្មាសម្ពុទ្ធអញ្ចឹងព្រះធម្មសេនាបតីបានជ្រាបសេចក្តីថាសំគួរដើម្បីនឹងសម្ដែងនៅព្រះធម៌ដើម្បីឲ្យញោមស្រីបានស្ដាប់ហើយនោះក៏សួរទៅថាញោមកំពុងគិតអីញោមនឹងក៏ដូចជាគ្នាដឹងខ្លួនដែរក៏បានមានប្រសាសន៍ថាញោមកំពុងគិតថាបើលោកកូនធំមានយសដល់ទៅម្លឹងមិនដឹងជាថាគ្រូរបស់លោកកូននឹងឯងធំមានយសខ្លាំងខ្លាអស្ចារ្យប៉ុណ្ណាទៅទេបានព្រះធម្មសេនាបតីបានសម្ដែងនៅព្រះធម៌សរសើរអំពីគុណនៃព្រះសម្មាសម្ពុទ្ធដោយសេចក្តីប្រាំថាក្នុងការដែលព្រះអង្គប្រសូតក្នុងការដែលព្រះអង្គទ្រង់ចេញបព្វជិក្នុងការដែលព្រះអង្គទ្រង់ត្រាស់ដឹងនិងសម្ដែងធម្មចក្រមានការកម្រើកញាប់ញ័រផែនដីហើយក៏បានសរសើរនៅគុណព្រះអង្គដោយសេចក្តីថាជាព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គបរិបូរណ៍ដោយវិជ្ជានិងចរណៈព្រះអង្គជាព្រះសុគតសាស្តាពុំមានបុគ្គលណាស្មើដោយសិលសមាធិបញ្ញាវិមុតញ្ញាណទេសនៈសូម្បីមើលចក្រវាលក៏ពុំមានបុគ្គលណាស្មើដោយព្រះអង្គបានឡើយសពប្រការចឹងទៅធម្មចក្រក៏បានកើតឡើងទៀតដល់សារីព្រមណីដោយពិចារណាសេចក្តីនៃព្រះធម៌ក្នុងការនោះឯងក៏មានប្រសាសន៍ឡើងហាក់ដូចជាមានការស្ដាយក្រោយនោះផងដែរពីព្រោះសត្វតាផលប្រកបមិនទាន់លះក៏បច្ចៈចេតសិកដែលជាអកុសលធម៌មានការក្រាំក្រហាយស្ដាយក្នុងការជាខាងក្រៅឡើងគ្រាន់តែថាកបច្ចៈណាដែលនាំឲ្យទៅកាន់អបាយភូមិត្រូវលះដោយសោតាបតនៈប៉ុន្តែកបច្ចៈទាំងមូលទាំងអស់ត្រូវលះដោយអនាគានេះម្ល៉េះហើយគាត់ក៏មានប្រសាសន៍ថាកូនម៉ែឧបទេសៈមិនក៏បានកូនធ្វើអញ្ចឹងតាំងពីកូនចេញទៅបួសអស់ការយូរដល់ម្ល៉េះកូនមិនបាននាំលើអមតៈធម៌មកឲ្យម៉ែមិនដូចជាបន្ទោសកូនទៀតណាយូរណាស់ហើយកូនអត់នាំអមតៈធម៌មកឲ្យម៉ែរួចទៅក្នុងពេលនោះឯងព្រះធេរៈក៏បានជឿថាក្នុងការដែលព្រះដែលមានគុណបានទំនុកបំរុងចិញ្ចឹមដីបាត់ហើយរក្សាអាត្មាអញឥឡូវការតបស្នងសងគុណរបស់អាត្មាអញប៉ុណ្ណេះចំពោះព្រះដែលមានគុណក៏ល្មមសំទូដែរហើយក៏មានព្រះធេរៈដីកាថាញោមជួយញោមអញ្ជើញទៅចុះក្នុងការដែលបញ្ជូនម្ដាយឲ្យត្រឡប់ទៅហើយនោះក៏មានព្រះធេរៈដីកាថាមនាចំចូលអ្នកប្រជុំភិក្ខុសង្ឃក្នុងការនោះដែលពេលចិត្តនឹងភ្លឺការដែលបានជួបជុំភិក្ខុសង្ឃហើយក៏មានព្រះធេរៈដីកាថាអ្នកដែលមានអាយុទាំងឡាយអ្នកទាំងឡាយបានកាត់រំកិតតាមជើងអស់ប្រមាណ44ឆ្នាំដូច្នេះទុកកំហុសឯណាដោយកាយឬដោយវិចារមិនជាទីពេញចិត្តរបស់អ្នកទាំងឡាយចូលអត់នៅទុកនោះឲ្យដល់ខ្ញុំក្នុងការនោះភិក្ខុទាំងឡាយក៏មានព្រះធេរៈដីកាស្រុះគ្នាថាលោកម្ចាស់ដែលមានអាយុពួកយើងខ្ញុំតាមជាប់លោកម្ចាស់ដូចជាស្រមោលអន្តរតាមប្រាំសំដីដល់ម្លេះក៏មិនបានឃើញទុកកំហុសដោយកាយដោយវិចារឬដោយថាពួកយើងខ្ញុំមិនពេញចិត្តចំពោះលោកម្ចាស់ដោយប្រការណាឡើយហើយម្យ៉ាងវិញទៀតសូមលោកម្ចាស់អត់លើទុកកំហុសទាំងឡាយដល់ពួកយើងខ្ញុំនឹងការដែលព្រះចន្ទៈគ្រាប្រធេរៈឲ្យសឹងព្រៀងទៅខាងស្ដាំហើយព្រះធេរៈក៏បានទាញយកនៅមហាជ័យវរគ្របនៅព្រះសីស័កហើយក៏ចូលកម្មឈាននឹងទានទៅតាមលំដាប់ឈានជាអនុឡោមនិងបរិឡោមតាំងពីរូបសមាបត្តិអរូបសមាបត្តិរហូតដល់ទៅសញ្ញាវេទវិតៈនិរោធហើយក៏ចេញព្រាងមួយរូបិចបរិឡោមត្រឡប់ចុះមកនៅព្រះបរមសាស្តាគ្រាន់តែថាព្រះសម្មាសម្ពុទ្ធចេញអំពីបឋមឈានក៏ចូលទុតិយឈានរហូតដល់ចតុតឈានព្រះធេរៈចេញអំពីបឋមឈានក៏ចូលបឋមឈានទៀតហើយចេញអំពីបឋមឈានចូលទុតិយឈានចេញអំពីទុតិយឈានក៏ចូលតតិយឈានចេញអំពីតតិយឈានក៏ចូលចតុតឈានចេញអំពីចតុតឈានក៏បរិនិព្វានដោយអព្យាតតតុគឺជាចុតិចិត្តគឺជាចិត្តចុងក្រោយក្នុងវដ្តសង្សារដោយសេចក្តីថាទីណាដែលមិនមានការកើតការចាស់ការឈឺការស្លាប់ទីណាដែលមិនមានភ័យទីណាដែលមិនមានសេចក្តីទុយលំបាកនេះគឺថាជាការទៅនៃព្រះអរហន្តថេណាស្រាប់ទាំងឡាយដោយអនុតាពិសេសនិព្វាននឹងកណ្ដាលពុទ្ធចាស់លោកញោមបងប្អូនស្រីប្រុសទៀតណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់មានប្រពុតរិកាត្រាស់ថាព្រះធម្មសេនាបតីសេរីបុត្រនេះគឺជាភិក្ខុបន្តអំពីតថាគតស្នងតថាគតនឹងឥឡូវព្រះធម្មសេនាបតីដែល
តែនេះពៀនទៅគឺគួរឲ្យមានសេចក្តីសង្វេគនៅក្នុងពេលនោះដែលស្រាងឡើងហើយម្ដាយទៅតែបានអមតៈធ្វើថ្មីនៅដោយសេចក្តីសុខហើយក៏នឹកឃើញដល់លោកគ្រូដែលនិយាយស្ដីអីសោះក៏បានចេញអំពីបន្ទប់ស្ទុះទៅលោកគ្រូទៀតពេលនោះអញចាប់តែបាតរបស់ព្រះធេរៈទៀតក៏បានទទួលនៅសម្ផស្សត្រជាក់ហើយនឹងរឹងបានដឹងថាបរិនិព្វាននឹងរហូតយំដោយសេចក្តីថាអំពីដំណើរម្ដាយមិនបានដឹងគុណរបស់គ្រូនឹងវិខទាំងឡាយហើយក៏មិនបាននិមន្តវិខទាំងឡាយឲ្យបានច្រើនរយអង្គឲ្យបានច្រើនពាន់អង្គច្រើនលើកសែនអង្គមិនបានដើម្បីទំនុកបម្រុងដល់ចៃវរដល់សេនាសនៈសូម្បីតែលោកគ្រូនិមន្តមកផ្ទះម្ដាយក៏មិនបានរៀបចំនៅចៃវរសម្រាប់ស្លៀកសម្រាប់ដំណប់ឡើយហើយយំសោករហូតដល់ភ្លឺច្បាស់នៅកាលនោះក៏មានការចាត់ចែងដើម្បីបូជានៅព្រះសិរីរៈនៃព្រះធេរៈទៀតមានដំណឹងជ្រាបដឹងដល់សកតទេវរាជបានឲ្យវិសកម្មទេវបុត្រនិមិត្តជាផ្ទះកពូល1000ហើយចំណែកនាងសារីព្រៃមណីក៏បានឲ្យជាងចាត់ចែងរៀបចំធ្វើនៅផ្ទះកពូល1000ដែរហើយជើងថ្កដែលសម្រាប់បូជានៅព្រះសិរីរៈនៃព្រះធេរៈវិចិត្រទៅដល់99មុខនឹងផ្ទះកពូលទាំងឡាយដែលសម្រាប់ដាក់នៅព្រះភិក្ខុសង្ឃនិងសម្រាប់ទទួលភ្ញៀវនោះក្នុងកាលនោះមានឧបាសិកាម្នាក់ដែលនៅក្នុងតកូលឧបថានៃព្រះធេរៈឈ្មោះនាងរេវតីឧបាសិកាទាំងបាននឹកឃើញដល់ការបូជាព្រះសិរីរៈបានធ្វើនៅដុំនេះដែលជាគ្រឿងប្រដាប់សម្រាប់បូជានៅព្រះសិរីរៈ3ដើមជាសសរមាសវែងទៀតក្នុងការដែលបូជានៅព្រះសិរីរៈដោយដុំនេះ3ដុំនេះឯងវែងសម្រាប់បូជានៅព្រះសិរីរៈប៉ុន្តែសកតទេវរាជព្រះទីថាយើងសំគួរនឹងបូជាសិរីរៈនៃព្រះធេរៈបាននាំស្នំបំរើទេវតាទាំងឡាយពីកោតឡាចុះពីឋានតាវតហ្នឹងព្រមទៅដល់វិមានទៅពួកមនុស្សទាំងឡាយបានឃើញច្បាស់នៅដំណើរចុះមកនៃព្រះអិនមួយលើទៅដល់ទេពធីតាទាំងឡាយក៏ជ្រួលច្បល់ងើយមើលថយក្រោយដើម្បីងើយមើលហើយក៏ទៅពេលជន់នាងរេវតីដែលជាស្ត្រីកំពុងតែលីដុំនេះបីដុំវែងដើម្បីបូជាព្រះសិរីរៈហ្នឹងថយមិនទាន់ទេរហូតតែខ្ញុំនួយទៅគេជន់ស្លាប់ទៅនៅពេលដែលស្លាប់ទៅនោះក៏បដិសន្ធិក្នុងឋានតាវតហ្នឹងមួយរំពេចនោះដែលមានប្រាសាទនេះប្រដាប់ទៅដោយគ្រឿងអលង្ការសម្បើមណាស់ទេវតាធំខ្ពស់ទៀតនាងរេវតីមានកម្ពស់3គីឡូបើទឹកទៅ2ទៅ10គីឡូមានគ្រឿងប្រដាប់អលង្ការដែលនាងពាក់បាននឹងមានចំនួនស្មើនឹង60ប្រទេសរបស់មនុស្សគ្រាន់តែគ្រឿងអលង្ការដែលនាងរេវតីពាក់ជាព្រះធីតានៅឋានតាវតឹងបានដឹងថាដំណើរមកទេវលោកនេះដោយសារអាត្មាអញជ្រះថ្លានឹងព្រះធម្មសេនាបតីហើយត្រូវពពុះមនុស្សជាន់ស្លាប់ដោយសារផ្អើលនៅព្រះអិនដូច្នេះអញនឹងទៅសម្ដែងទូលដើម្បីឲ្យមនុស្សទាំងឡាយបានដឹងអំពីអំណាចនៃបុណ្យកុសលដែលបានឲ្យផលមានសភាពយ៉ាងនេះក៏បានចុះមកទាំងប្រាសាទនេះមួយលើដោយបរិវារ1000ក្នុងការនោះពពុះមនុស្សនឹកស្មានថាការបដិញ្ញារបស់ព្រះធម្មសេនាបតីអស្ចារ្យធ្វើឲ្យព្រះអាទិត្យរះពីរដួងស្រាប់តែមួយសន្ទុះចុះមកបានដឹងថាជាវិមាននេះមួយខ្នងទៀតរបស់ទេវតាបន្តពីព្រះអិនក្នុងការនោះទេពធីតាក៏បានទុកនៅវិមាននេះពីលើជើងថ្កនៃព្រះធេរៈហើយក៏បានចុះមកលើផែនដីសម្ដែងនៅផលបុណ្យដែលខ្លួនបានធ្វើយ៉ាងណាដល់មនុស្សទាំងឡាយហើយក៏បានវិលត្រឡប់ទៅកាន់ទីកន្លែងរបស់ខ្លួនសោយនឹងសេចក្តីសុខក្នុងទេវលោកការតម្កល់នៅព្រះសពព្រះសិរីរៈនៃព្រះធម្មសេនាបតីអស់រយៈកាល7ថ្ងៃការសម្ដែងព្រះធម៌រាល់យប់រាល់រាត្រីនៃព្រះថេរណាសពទាំងឡាយនៃព្រះធម្មកថាទាំងឡាយនៅពេលដែលបូជាព្រះសិរីរៈទៅដោយការបូជាដ៏ប្រសើរព្រះអនុរុទ្ធបានយកនៅទឹកលាយទៅដោយគ្រឿងរអុកគ្រប់មុខទៅស្រោចស្រពនៅលើព្រះសិរីរៈដែលបានបូជាហើយនោះផលិតនៅភ្លើងនៅកាលនោះពិខុចំតៈក៏បានយកនៅសម្ពុតតម្រង់ទឹករបស់ព្រះធេរៈសិរីវត្តយកទៅនៅប្រធានដាក់នៅនឹងសម្ពុតតម្រង់ទឹកហើយខ្ចប់នៅប្រធានរបស់ព្រះធេរៈដែលជាព្រះបងនោះក្នុងការនោះឯងពិខុចំតៈដែលសាព្រះម្ចារីតែងហៅថាសាមណេរចំតៈនោះក៏បាននាំយកនៅចៃវរបាទរបស់ព្រះធម្មសេនាបតីហើយនឹងព្រះធៀបដែលខ្ជាប់នៅនឹងសម្ពុតតម្រង់ទឹកធ្វើដំណើរមកកាន់ក្រុងសាវត្ថីដើម្បីពាល់ព្រះនវានព្រះភិក្ខក្នុងដំណើរតាមផ្លូវលោកពុំហ៊ានសម្រាប់ក្នុងទីកន្លែងមួយដែលបានពីយកទេប្រញាប់រូបរះធ្វើដំណើរឆ្ងាយទៅនឹងអំពីមេរកៈក្រៀមដែលនៅចិត្តនឹងក្រុងរាជក្រឹសធ្វើដំណើរមកកាន់ក្រុងសាវត្ថីចម្ងាយផ្លូវជាង300គីឡូម៉ែត្រទៀតក្នុងដំណើរដែលមកក្នុងការពេលវេលាដែលបានដល់ក្រុងសាវត្ថីហើយចូលទៅកាន់អារាមវត្តចេតពុនក្នុងកាលនោះក៏បានស្រង់ទឹកនៅវត្តចេតពុនហើយក៏នឹកឃើញថាអាត្មាអញមិនគួរទៅពាល់ព្រះបរមសាស្តាតែឯងដូច្នេះទេសាមណេរចំតៈដែលត្រូវជាប្អូនព្រះធម្មសេនាបតីចឹងគឺគោរពព្រះរាមាភិក្ខណាហើយខ្លាចព្រះរាមាភិក្ខលោកគិតថាព្រះរាមាភិក្ខប្រៀបបីដូចជាឆាប់ថ្មធំឬប្រៀបបីដូចជាដំរីចុកព្រេងឬប្រៀបបីដូចជាខ្លាឬរាជសីឬបីដូចជាពស់វែងបែបពពាដែលលោកនឹកខ្លាចព្រះហ្នឹងណានឹកខ្លាចដូចលោកខ្លាចសត្វទាំងអស់ហ្នឹងចឹងដូច្នេះអាត្មាអញគួរទៅជួបនឹងបុគ្គលណាមុនណោះ
នឹកចឹងទៅក៏ប្រកបដល់ព្រះអនន្តថេរៈគិតថាព្រះថេរៈលោកជាឃ្លាំងនៃព្រះធម៌ហើយលោកត្រូវជាសម្លាញ់យ៉ាងប្រសើររបស់ព្រះម្ចាស់បងយើងផងដូច្នេះយើងគួរទៅជួបលោកហើយនិមន្តលោកឲ្យទៅគាល់ព្រះសាស្តាជាមួយគ្នាក្នុងតាមដល់ឯងព្រះអនន្តមានលើទៅដោយសាមណេរចន្ទៈក៏បានចូលទៅក្រាបថ្វាយបង្គំព្រះរាមាព្រះភិនៅវាបង្គំតកដោយមានសម្ដែងនៅក្នុងព្រះសូត្រសព្វហើយគឺចន្ទៈសូត្រនៅក្នុងសញ្យុត្តនិកាយមហាវីរវៈនឹងចឹងទៀតព្រះអនន្តក៏មានព្រះធរណីការរបស់ទឹកក្រំដល់ចម្រើនលោកម្ចាស់សិរីបុត្របរិនិព្វានហើយនេះគឺជាបាបនេះគឺជាចៃវរនេះគឺជាធាតុរបស់លោកនៅក្នុងសម្ពុតត្រង់ទឹករបស់លោកក្នុងពេលនោះឯងព្រះបរមសាស្តាព្រះអង្គទ្រង់ទទួលយកនៅព្រះធាតុរបស់ព្រះធរៈដាក់លើបាតប្រហុកហើយព្រះអង្គមានព្រះពុទ្ធដីកាឲ្យព្រះអនន្តនិមន្តហៅភិក្ខុទាំងអស់នៅវត្តចេតពុនអំណប់ជួបជុំគ្នាក្នុងកាលដែលភិក្ខុសង្ឃជួបជុំគ្នាហើយព្រះបរមសាស្តាក៏មានព្រះពុទ្ធដីកាថាមានភិក្ខុទាំងឡាយអ្នកទាំងឡាយចូលមើលនៅធាតុរបស់ភិក្ខុណាដែលបានសម្ដែងនៅរិទ្ធតាបិហាជាច្រើនរួយមុខឥឡូវបរិនិព្វានហើយព្រះអង្គទ្រង់បន្តទៅទៀតថាភិក្ខុនេះបានបំពេញបារមីមួយអសង្ខ័យកម្រៃសែនកាប់បានសម្ដែងនៅធម្មចក្រដែលតថាគតបានសម្ដែងហើយឲ្យប្រព្រឹត្តទៅភិក្ខុនេះអត់អំពីតថាគតរឿងវាដែលតថាគតមួយចិនពុំមានបុគ្គលណាស្មើដោយបញ្ញាសូម្បីមើលចក្រវាលភិក្ខុនេះមានបញ្ញាក្រាស់មានបញ្ញារហ័សមានបញ្ញារវាសមានបញ្ញាមុខខ្លាបានញ៉ាំសាវកសន្និបាតឲ្យគ្រប់ហើយមានសេចក្តីអត់ធន់ធ្ងន់ដូចជាផែនដីមានសេចក្តីប្រាថ្នាតិចមានសេចក្តីសន្តោសមានសេចក្តីស្ងាត់មិនច្របូកច្របល់ដោយពួកគណៈសម្ដីតែព្រះសិរីបុត្រនិមន្តទៅណាមកណាមានវិខជាបរិវារ500អង្គក៏ដោយទៀតក៏ព្រះសាស្តាទ្រង់សរសើរថាមិនច្របូកច្របល់ដោយពួកគណៈដែរព្រោះថាមិនជាប់ទៅដោយរាគៈមិនជាប់ទៅដោយការគុំហែងនឹងព្រះបរមសាស្តាទ្រង់ត្រាស់សរសើរនៅព្រះធម្មទេសនាបដីសិរីបុត្រថាអ្នកទាំងឡាយចូលមើលនៅធាតុនៃភិក្ខុនេះចុះដែលមានបញ្ញាក្រាស់មានបញ្ញារហ័សមានបញ្ញារវាសមានបញ្ញាមុតស្រួយមានសេចក្តីអត់ធន់ប្រៀបបីដូចជាផែនដីមានសេចក្តីប្រាថ្នាតិចមានសេចក្តីសន្តោសមានការស្ងាត់មានការមិនច្របូកច្របល់ទៅដោយពួកគណៈមានសេចក្តីជាជាការដែលព្រះអង្គទ្រង់ត្រាស់សម្ដែងសរសើរគុណព្រះធម្មទេសនាបដីដូចហើយនោះព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងនៅព្រះគាថាជាច្រើនគាថាក្នុងការសរសើរនៅព្រះធម្មទេសនាបដីទាំងដោយសេចក្តីថាសារីបុត្រឯណាដែលលះបង់នៅកាមដែលជាគ្រឿងរីករាយនៃចិត្តបានចេញបុក500ជាតិអ្នកទាំងឡាយចូលសំពះនៅសារីបុត្រនោះដែលបសិជ្ជៈនៅរាគៈមានចិត្តធ្ងន់ដូចដូចជាផែនដីមានសេចក្តីសង្រួមដ៏ល្អបរិនិព្វានហើយព្រះអង្គទ្រង់ត្រាស់សម្ដែងបន្តទៅថាសារីបុត្រមានសេចក្តីអត់ធន់ធ្ងន់ដូចជាផែនដីមិនញាប់ញ័រមានសេចក្តីអនុគ្រោះមានចិត្តប្រកបដោយករុណាបរិនិព្វានហើយអ្នកទាំងឡាយចូលសំពះនៅសារីបុត្រនោះក៏ឧសភៈដែលបាក់ស្នែងដែលកំបុតផ្លឹកត្រចៀកមានការវឹកហាត់ហើយដោយល្អចូលទៅកាន់ស្រុកមិនបួសមានដល់ការជល់ដល់ការធ្លាក់បែងដល់អ្នកដទៃយ៉ាងណាសារីបុត្រក៏យ៉ាងនោះអ្នកទាំងឡាយចូលសំពះនៅសារីបុត្រកូនក្នុងតកោចាំដៀមានការស្ងៀមស្ងាត់ស្រុកបូតមិនមាត់មិនកកាន់ដើម្បីដល់សំទានទេយ៉ាងណាសារីបុត្រក៏យ៉ាងនោះដែរមិនបានលើកឡើងនៅមានអ្នកចូលទៅកាន់តកោអ្នកទាំងឡាយចូលសំពះនៅសារីបុត្រនេះព្រះបរមសាស្តាព្រះអង្គទ្រង់ត្រាស់សរសើរនៅព្រះធម្មទេសនាបដីយ៉ាងច្រើនព្រះគាថាដោយសរសើរថាព្រះអង្គដូចដូចជាគោឧសភៈដែលបាក់ស្នែងមិនអាចជល់ឬធាក់បែកអ្នកដទៃណាបានឡើយព្រោះថាមានការប្រខាត់ដោយល្អហើយនោះនឹងគឺជាឱកាសមួយដែលយើងជាពុទ្ធបរិស័ទគួរមានការប្រព្រឹត្តបរិបត្តិដើម្បីឲ្យបានជាវត្តបរិបត្តិដ៏ល្អក្នុងការចិញ្ចាក់ទៅទៀតព្រោះថាសូម្បីព្រះធម្មទេសនាបដីដែលមានបញ្ញខណ្ឌប្រព្រឹត្តទៅនោះយ៉ាងណាដែលរូបវេទនាសញ្ញាសង្ខារវិញ្ញាណក៏គង់មានការបែកឃ្លាយទៅអត់មានយកអ្វីអំពីភពនេះទៅជាមួយឡើយហើយក៏បានផុតចាកទុកទាំងពួងកណ្ដាលគុណម្ចាស់ទានការដែលលះនៅសកាយយតិថេបានហើយក៏មិនបានពិចារណាឃើញថាមានសពបុគ្គលទូខ្លួនកើតនៅក្នុងលោកឃើញតែបញ្ញខណ្ឌជាទុកតែប៉ុណ្ណោះដែលកើតឡើងហើយនឹងបែកឃ្លាយទៅតែកណ្ដាលគុណម្ចាស់ដែលអាចបានលើកផ្លូវគឺបញ្ញាចិញ្ចាអំពីភពដីនេះទៅកាន់ព្រះនិព្វានដែលជាទីបំផុតនៃទុកដោយអំណាចបញ្ញានោះឯងដូច្នេះព្រះធម្មទេសនាបដីដោយសេចក្តីសរសើររបស់ព្រះដែលមានប្រភពថាពីបិដូចជាកូនក្នុងតកោចាំដៀលដោយសេចក្តីថាកូននឹងឯងមិនមានចិត្តអនុរត់អាងនៅខ្លួនខ្លាទេព្រោះថាក្នុងការដែលគេប្រកម្មវណ្ណៈគេចាប់ទុកថាមនុស្សរបៀបនេះជាមនុស្សអំបំផុតនៅពេលដែលគេបានជួបគេចាប់ទុកថាជាការចម្រៃរបស់គេសម្ដីដែលគេបានមើលឃើញគេសុខចិត្តស្វែងរកគ្រឿងក្រអូបមកលៀបភ្នែករបស់គេដោយសារថាចម្រៃក្នុងការដែលបានឃើញមនុស្សចាំដៀលយ៉ាងនេះព្រោះហេតុដូច្នេះក្មេងនៃតកោចាំដៀលការដែលបានសុំទានសុំដងបាយសម្ដីគេស្ដីទៅបោះបោះបោគេខាក់គេស្នោះគេទៅគប់គេទៅវិញយ៉ាងណាក៏មិនហ៊ានមើលបុកគេដែរសេចក្តីនេះយ៉ាងណាព្រះអង្គលើកយកមកប្រៀបនឹងព្រះធរៈដែលថាមានការសម្រុំហើយបានល្អដាក់ចុះនៅអាជ្ញាមិនមានអំណាចនឹងកើតមិនមានសេចក្តីក្រៅហើយទៅប្រព្រឹត្តទៅដោយការអនុគ្រោះមានចិត្តប្រកបទៅដោយករុណាក្នុងការសម្ដែងធម៌ដាស់តឿនដល់សត្វព្រះម្ចាស់រីហើយមានការតេស្តវានៅទុកកំហុសទៅបានដោយប្រការយ៉ាងណាតែឥឡូវព្រះធរៈរិនិព្វានហើយព្រះអង្គមានប្រពុទ្ធដីកាថាឲ្យអ្នកទាំងឡាយសំពះនៅព្រះធម្មទេសនាបដីសារីបុត្រដែលមានគុណដ៏ខ្លាំងក្លាគឺថាជាភិក្ខុរួមបន្តអំពីព្រះបរមសាស្តា
ហ្នឹងពេលអានកាលដែលបានស្ដាប់នៅប្រធានបានស្ដាប់នៅប្រធានថារបស់ព្រះបរមសាស្តាដែលទៅសរសើរគុណដែលសម្ដែងសរសើរគុណចំពោះប្រធានយ៉ាងច្រើនយ៉ាងនេះហើយក៏មានការយល់ចំពោះកើតឡើងទៅក៏ទូទៅមានភាពថាបបិទ្ធនៅតាមព្រះអង្គមានការយល់ចំពោះខ្លាំងណាស់ដោយសារនៅឃើញដល់ការបដិញ្ញាទៅនៃលោកម្ចាស់ព្រោះតែនៅក្នុងថ្ងៃ100ខែស្រានទាំងយើងចូលវាសាក្នុងពុទ្ធសករាជ2542នេះនៅក្នុងឆ្នាំខែសង្ឃតិស័កហ្នឹងបានមួយខែកន្លងទៅហើយនឹងយើងបានជ្រាបហើយថាការកន្លងទៅនៅថ្ងៃនឹងយប់ហ្នឹងបាននាំយកនៅមាននរូបទៅជាមួយផងcũngបានកន្លងទៅប្រទេសដែរចូលដោយបរមត្ថធម៌ហើយក៏គឺការអស់ទៅចូលទៅនៅរូបធម៌និងនាមធម៌នឹងឯងប៉ុន្តែមិនមានអ្វីដែលគួរឲ្យអាឡោះអាឡៃស្ដាយចំពោះលើនឹងរូបដែលកន្លងទៅទេពីព្រោះថាដែលកន្លងទៅហ្នឹងមិនមែនជារបស់យើងអីលើនឹងរូបហ្នឹងមិនមែនជារបស់យើងអីដែលថាគួរឲ្យស្ដាយព្រោះថាបើមិនកន្លងទៅទេព្រោះថាបើមិនកន្លងទៅទេក៏មិនមែនជារបស់យើងយ៉ាងចឹងទេដូច្នេះបដិញ្ញាគុណម្ចាស់ទាំងដើម្បីកុំឲ្យយើងសេចក្តីស្ដាយនៅមាននឹងរូបតែកន្លងទៅនោះហើយក៏ដើម្បីកុំឲ្យវាមានសេចក្តីត្រូវការប្រាថ្នាចង់បាននៅលើនឹងរូបដែលមិនទាន់មកដល់គឺមានតែការត្រួតត្រាសិក្សាសង្កេតពិនិត្យនៅនឹងរូបដែលកំពុងតែកត់ហើយរលាស់ចោលឬរត់ចេញអំពីនឹងរូបជាបច្ចុប្បន្នហ្នឹងបានដល់នៅទីបំផុតដែលទីបំផុតទឹកនោះមិនចាំបាច់ត្រូវការអាឡោះអាឡៃស្ដាយខំណាដែលកន្លងទៅហើយក៏មិនចាំបាច់ត្រូវការខំក្នុងអនាគតមិនចាំព្រោះថាសម្ដីខំជាបច្ចុប្បន្ននេះក៏បានរលាស់ចោលមិនបានលះបង់ចោលហើយនិយាយយ៉ាងទៀតថាបានរត់ចេញបានធ្វើដំណើរចេញអំពីខំជាបច្ចុប្បន្ននឹងឯងដោយយានដល់ប្រសើរពីព្រមយាននៅត្រង់ដែលថាបញ្ញាជាលោកតរៈបានលះនៅសេចក្តីប្រកាន់នៅបញ្ញខណ្ឌថាជាខ្លួនថាជារបស់ខ្លួននឹងឯងចឹងទៅដូច្នេះនៅក្នុងថ្ងៃនេះតែដូចជាថ្ងៃមុនខ្ញុំកណ្ដាលរណាខ្ញុំបានសូមជ្រះថ្លាអនុមោទនាដល់ព្រះសល្យចិត្តសល្យចេតនានៃបដិតាគុណម្ចាស់យកខ្ញុំព្រមទាំងលោកគ្រូបងដែលមានគុណដ៏ធំធេងក្នុងការបង្ហាត់បង្រៀននៅព្រះសទ្ធំរបស់ព្រះពុទ្ធបរមគ្រូខ្ញុំព្រះអង្គម្ចាស់សូមនមស្ការថ្វាយបង្គំព្រះជំដីនៃព្រះរតនត្រ័យដែលជារតនៈដ៏ឧត្តមឧត្តមពងពោះនៅលោកនិងសូមគោរពថ្វាយបង្គំចំពោះព្រះសង្ឃសាវករបស់ព្រះដ៏មានព្រះភិក្ខគ្រប់ព្រះអង្គទាំងអស់នៅក្នុងបច្ចុប្បន្នសម័យព្រមទាំងអ្នកបងប្អូនប្រុសស្រីទាំងអស់ជាពុទ្ធបរិស័ទទូមានអ្នកដែលមានខ្សែគំនិតនៅជំរុញក្នុងគោលវិន័យរបស់ព្រះជាអ្នកស្រីហើយក៏ជាអ្នកឧស្សាហ៍ក្មេងៗសិក្សារៀនសូត្រអ្វីទូមានពាក្យព្រានបដៅរបស់ព្រះអង្គហើយតន្ត្រែងប្រព្រឹត្តបរិបត្តិតាមក្នុងកំណើតដែលកើតមកហើយអាចដើម្បីប្រព្រឹត្តនៅសេចក្តីល្អបានគួរឲ្យជ្រះថ្លាណាស់មិនថាកុហកឬបបចិត្តការដែលបានដឹងថាជាអំពើល្អហើយក៏ជាជាចម្រើននៅអំពើល្អហ្នឹងឲ្យទើសខ្លួនឯងដើម្បីបំពេញសេចក្តីល្អគ្រប់យ៉ាងដែលអាចបំពេញបានមិនឲ្យឱកាសដែលអាចបំពេញសេចក្តីល្អហ្នឹងអស់ទៅទៅដល់ងាយហើយពីព្រោះកម្របានជួបប្រទេសណាស់ដែលអាចបំពេញសេចក្តីល្អបាននេះគឺហៅថាក្រសែនពេញហើយក្រទៀតនឹងកម្រដើម្បីមានឱកាសបំពេញសេចក្តីល្អមានឱកាសហើយមិនងាយមានសទ្ធាដឹកនាំដើម្បីបំពេញនៅកិច្ចការងារនោះឲ្យបានល្អនឹងចឹងដូច្នេះសេចក្តីនេះតណាគុណម្ចាស់លោកខ្ញុំបងប្អូនស្រីប្រុសទាំងអស់ហ្នឹងសំគូឱកាសដើម្បីនឹងជាយាមបំពេញសេចក្តីល្អក៏ដូចជាយាមលះបង់នៅបាបអកុសលធម៌ពីសន្តាននៃចិត្តដែរនឹងហើយអាចដើម្បីនឹងទំនុកបំរុងតាមផ្លូវចិត្តនឹងឯងទៅដោយធម៌ទៅដោយកុសលធម៌ដែលជាសម្លៀកបំពាក់ដែលជាអាហារដែលជាទស្សនៈដែលជាកិលេសបច្ច័យទៅជាបរិខាកុសលធម៌ហ្នឹងគឺចាត់ជាបច្ច័យ4សម្រាប់ឧបត្ថម្ភទំនុកម្ដងតាមផ្លូវចិត្តជីវិតក៏ជារំរៀងជីវិតក៏ជាប្រសើរទៀតប្រកាសណាក៏ម្ចាស់នៅក្នុងថ្ងៃនេះចូលដល់ខ្សែអត្ថលើក23ខ្ញុំម្ចាស់ខ្ញុំបាទសូមរៀបរាប់ដោយរូបខ្លីៗហើយបន្តិចទៀតអំពីការដែលព្រះសមណេរចន្ទៈបាននាំយកនៅបាតចង្អុលមានលើទៅដោយអធិភាពរបស់ព្រះធម្មសេនាបតីដែលខ្ជាប់ដាក់នៅនឹងសម្ពុតចម្រងទឹកនេះក៏ជាបទខារបស់ភិក្ខុសមណេរជាចាំបាច់ចឹងដែលយើងនិយមហៅថាធម្មក្រកនៅសម្ពុតចម្រងទឹកប្រតាមវិន័យភិក្ខុអីហ្នឹងបានដឹងថាទីពៀនអាងអីមានស័ក្តិដូចជាចៃទឹកអីហ្នឹងចឹងឬក៏ទីកន្លែងណាដែលអាចថាមានស័ក្តិក្នុងហ្នឹងហើយប្រើប្រាស់ទឹក
ដោយមិនត្រូវនៅកម្រងត្រង់នឹងគឺប្រមេត្រូវទុកទៅដាក់បាត់ទៀតចឹងដូច្នេះសម្រាប់កម្រងជាបរិខាមួយដ៏ល្អសម្រាប់សមណៈប៉ុន្តែឥឡូវនេះមិនបានត្រង់នៅទឹកអ្វីតទៅទៀតឡើយទីបំផុតគឺត្រូវភ្ជាប់នៅអភិធិធរបស់លោកដែលការដែលនោះអាស្រ័យនៅអភិធិធដែលមានការដឹកបូលាទៅដោយសាច់នឹងឈាមហុំទៅដល់ទៅដោយស្បែកតែប្រាស់នៅសម្រាប់កម្រងទឹកនឹងចឹងឥឡូវសម្រាប់នឹងក៏ភ្ជាប់នៅអភិធិធនឹងមានប្រមាណមួយកែវមួយពេងឬក៏មួយចានឬក៏មួយនាងប្រតិបត្តិទៅកណ្ដោះព្រោះថាដែលសល់អំពីឆែកសក់អស់ទៅនៅគ្រាន់តែជាទីរលឹកដល់សក្តិអាចារ្យជាទីរលឹកដល់ពុទ្ធបរិស័ទនឹងរហូតដល់សប្តាហ៍ថ្ងៃទៅនៅមានតម្កល់អភិធិរបស់ព្រះអភិសាវកជននៅមើលប្រជែកដីនៅមហាវិទ្យាល័យវាឡង់ទីនៅជាចែកដីនៅនឹងស្រុកភូមិកំណើតរបស់លោកហ្នឹងក៏វាមានចំណែកចឹងដែរនៅក្នុងការដែលព្រះសាមណេរចំពាក់នឹងបានធ្វើដំណើរអំពីមេរិកៈគ្រានឹងដែលនៅអំពីខាងតបោនៅក្នុងសាវត្ថីណាទេហើយធ្វើដំណើរឡើងមកខាងជើងដើម្បីពាល់ព្រះតមានប្រភេទដែលព្រះអង្គទ្រង់គង់នៅលើវត្តចេតពុនហ្នឹងក៏នឹកឃើញដល់ព្រះអានន្ទធេរៈដែលត្រូវជាឧបជារបស់លោកផងជាឃ្លាំងនៃព្រះបរិយត្តិធម៌ផងហើយក៏ជាសម្លាញ់យ៉ាងប្រសើររបស់ម្ចាស់បងជើងផងហ្នឹងព្រះអានន្ទនិងព្រះសិរីបុត្រសម្លាញ់យ៉ាងជិតស្និទ្ធជាស័ក្តិព្រះអាចារ្យដ៏ប្រសើរគឺជាអ្នកប្រព្រឹត្តព្រះអាចារ្យធ្វើស្នេហ៍គ្នាទាំងនឹងចឹងព្រះអានន្ទជាឧបជានៃព្រះចន្ទៈនេះកាលដែលបានជ្រាបដំណឹងនឹងអំពីការត្រេកនិទានទៅនៃព្រះធម្មទេសនាបតីក៏មានប្រតិបត្តិការថានេះគឺជាមូលហេតុដែលយើងអាចដើម្បីទៅគាល់ព្រះនាមព្រះភិក្ខុមកយ៉ាងហ្នឹងទៅការដែលសាមណេរចន្ទៈបានទទួលពាក្យរបស់ព្រះឧបជាហើយក៏និមន្តទៅតាមសំណាក់ព្រះនាមព្រះភិក្ខុនៅលើព្រះគុណតកហ្នឹងក្នុងការដែលព្រះនាមព្រះភិក្ខុទទួលយកនៅព្រះអធិធិនៃព្រះសិរីបុត្រចាក់លើប្រហោះដល់ប្រដាប់ទៅដោយចាក់ហើយព្រះឲ្យព្រះអានន្ទប្រជុំពីកុសលហើយក៏ទ្រង់សម្ដែងនៅព្រះធម៌សរសើរគុណព្រះធម្មទេសនាបតីយ៉ាងច្រើននឹងទៅខ្ញុំកណ្ដាលខ្ញុំបានសម្ដែងខ្លះហើយទៅតាមអត្ថកថានឹងក្នុងខ្សែអត្ថបុណ្យចឹងត្រង់កន្លែងហ្នឹងដែលធ្វើឲ្យព្រះអានន្ទលោកមិនអាចដើម្បីតម្កល់ខ្លួនឲ្យនឹកខឹងបានឡើយណាម្យ៉ាងបានដឹងដំណឹងថាកម្លាំងដល់ប្រសាបានប្រតិពលទៅហើយមិនមានឱកាសទៅវេលាណាដើម្បីថានឹងឲ្យបានជួបលោកបានស្ដាប់ធម៌របស់លោកនឹងថាមិនត្រូវបានឃើញលោកយ៉ាងណានោះទៀតដែរហើយមិនមែនចំពោះតែក្នុងជាតិនឹងហើយជាតិក្រោយត្រូវជួបគ្នាណាគឺជាការដែលមិនអាចជួបបានរហូតពេលរហូតក្នុងទីនេះគឺអត់មានឱកាសណាពេលណាសែនកោតកាត់ដើម្បីនឹងថាបានជួបគ្នាវិញហើយគឺជាដំណើរទៅតាមផ្លូវដ៏ប្រសើរពីអរិយមេអង្គ8ដែលអាចនាំជនប្រុសស្រីចេញផុតអំពីវដ្តសង្សារនៅព្រះធម្មទេសនាបតីមុននឹងព្រះនិព្វានបានមានប្រតិបត្តិការហើយថាបានមានប្រតិបត្តិការចំពោះព្រះនាមព្រះភិក្ខុថាការដែលបានជួបជុំគ្នាក្នុងទីជាមួយគ្នាដោយដំណើរបដិសន្ធិនៃខ្ញុំព្រះអង្គក៏មានទៀតដែរការសមាគមគ្នាក៏មិនមានជាស្និទ្ធស្នាលក៏មិនមានដែរនឹងហើយការដែលបានសូមខមាទោសចំពោះព្រះនាមព្រះភិក្ខុសូមឲ្យព្រះអង្គអត់នៅទោសយ៉ាងណាដែលខ្ញុំប្រាថ្នាប្រព្រឹត្តដោយកាយឬដោយវាចាមិនពិតប្រតិព្រះអង្គយ៉ាងណាសូមមេត្តាអនុគ្រោះអត់នៅទោសលោកឲ្យដល់ខ្ញុំព្រះអង្គព្រះនាមព្រះភិក្ខុទ្រង់អត់នៅទោសហើយមានប្រពុទ្ធដីកាថាការប្រព្រឹត្តតាមផ្លូវកាយតាមផ្លូវវិចាររបស់អ្នកដែលថាមិនជាទីពេញចិត្តនៃយើងមិនមានឡើយដូច្នេះហើយដែលព្រះនាមព្រះភិក្ខុព្រះអង្គអនុញ្ញាតដើម្បីការប្រតិបត្តិនៃព្រះធម្មទេសនាបតីជាធម្មតាចំពោះព្រះអរហន្តព្រះអរហន្តតែមិនជាអ្វីឡើយតែចំពោះថាបុគ្គលដែលនៅមានហើយពាក្យដែលនាំឲ្យមានសេចក្តីសោកសេចក្តីសឹកសួរនឹងតែងតែមានការសោកសឹកសួរព្រោះការប្រត់ប្រាស់និរិយចាបុគ្គលដែលជាទីស្រឡាញ់ពេញចិត្តនឹងយ៉ាងណាចំពោះព្រះមហាអនន្តទាំងចឹងតែចន្លោះបានក្រាបទូលដល់ព្រះនាមព្រះភិក្ខុទៀតផងក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនកាយរបស់ខ្ញុំព្រះអង្គញួរចម្ត្រក់ទុកនៅនឹងឡើយហើយទិសទាំងឡាយថាដូចជានឹងប្រកបដល់ខ្ញុំព្រះអង្គធម៌ទាំងឡាយដែលខ្ញុំព្រះអង្គចេះចាំហើយនោះដូចជាមិនឃើញស្វាងសោះនឹងព្រោះខ្ញុំចាស់បានដឹងអំពីការប្រតិបត្តិរបស់លោកម្ចាស់សិរីបុត្រនឹងទាំងព្រះអានន្ទលើកប្រាប់ទូលត្រង់អំពីការសោកស្ដាយការអឡោះដៃនៃព្រះធម្មទេសនាបតីដោយសេចក្តីថាសំដីតែធម៌ហ្នឹងក៏មិនភ្លឺស្វាងដល់គាត់ដល់លោកតែបានរៀនចេះចាំបណ្ណាមកពីព្រោះអីពីព្រោះសេចក្តីសោកស្ដាយសឹកសួរហ្នឹងគឺសន្តិលោកហ្នឹងហើយសំដីតែព្រឹងទៅក៏ហាក់ដូចជាមិនប្រកបដោយយើងនិយមនិយាយថាវងវិញទិសអស់ហើយហ្នឹងចឹងព្រះអង្គមកប្រាប់ទូលព្រះអង្គចឹងដែរសំដីតែទឹកទៅទីខំហ្នឹងដូចជាមិនប្រកបដល់ខ្ញុំព្រះអង្គហ្នឹងដល់តែហ្នឹងសេចក្តីសោកស្ដាយតែគ្រប់សង្កត់ហ្នឹងមានសេចក្តីលំបាកតាមផ្លូវចិត្តទាំងព្រោះសេចក្តីសោករីងស្ដួល
ព្រោះហេតុតែថាមិនបានជួបប្រស័យចរចាមិនបានលើដំណឹងថាព្រះសិរីបុត្រហ្នឹងលោកគង់នៅទីណាលោកនិមន្តមកថ្មណានឹងបានប្រស័យចរចាយ៉ាងណាក្នុងសេចក្តីនេះព្រះរាមាភិព្រះអង្គមានព្រះពុទ្ធដីកាអនុគ្រោះព្រះមហាអានន្ទតែសេចក្តីថាអានន្ទសិរីបុត្រតែនិព្វានទៅមានយកសិលខណ្ឌទៅជាមួយទេមានយកសមាធិខណ្ឌទៅជាមួយទេមានយកបញ្ញាខណ្ឌទៅជាមួយទេមានយកវិមុតតិខណ្ឌទៅជាមួយទេមានយកវិមុតតិញ្ញាណទស្សនៈខណ្ឌទៅជាមួយទេបើព្រះអង្គបានសម្ដែងទឹកមែនហើយព្រះសិរីបុត្រត្រេកព្រមទៅពុំបានយកសិលខណ្ឌសមាធិខណ្ឌបញ្ញាខណ្ឌវិមុតតិខណ្ឌវិមុតតិញ្ញាណទស្សនៈខណ្ឌទៅជាមួយទេប៉ុន្តែព្រះសិរីបុត្រជាអនុគ្រោះជាបុគ្គលអនុគ្រោះដល់សក្តិព្រះម្ចារីបានញ៉ាំសក្តិព្រះម្ចារីឲ្យបានដឹងឲ្យបានឃើញបានបញ្យល់បានប្រាប់សក្តិព្រះម្ចារីឲ្យសមាធិនិងសមាធិឲ្យអាចហ៊ានឲ្យរីករាយអនុគ្រោះដល់សក្តិព្រះម្ចារីដោយចិត្តប្រកបទៅដោយមេត្តាដោយចិត្តប្រកបទៅដោយករុណាព្រះសិរីបុត្របានបរិនិព្វានទៅព្រះម្ចាស់មានការយល់ចម្រុះព្រោះតែនឹករលឹកឃើញទៅដល់ឲ្យចិត្តនៃធម៌ដែលលោកបានសម្ដែងនឹករលឹកឃើញទៅដល់ធម៌សម្បត្តិរបស់លោកនឹករលឹកឃើញទៅដល់ការអនុគ្រោះដល់ធម៌របស់លោកហ្នឹងព្រះអានន្ទលោកថាដូចជាតវ៉ានឹងព្រះដែរណាដែលព្រះថាការបរិនិព្វានរបស់ព្រះអានន្ទហ្នឹងមានយកសិលសមាធិបញ្ញាវិមុតវិមុតញ្ញាណទស្សនៈទៅណាសិលសមាធិបញ្ញាអត្ថកថាប្រាប់ថាមានទាំងលោកយៈមានទាំងលោកកតរៈដែលមានការអប់រំបប្រតិបត្តិចម្រើនទាំងហ្នឹងចឹងហើយដែលជាលោកកតរៈចូលនៅក្នុងអរិយមេអង្គទាំង3ដែលមាននៅពេលជាអារម្មណ៍ក្នុងការកម្ចាត់នៅពីនេះហើយដែលថាវិមុតគឺជាលោកកតរៈចូលដល់ការរួចផុតអំពីសេចក្តីប្រកម្មនៃបញ្ចខណ្ឌនឹងថាជាលោកកតរៈកុសលក្នុងការរំលឹកនៅពីនេះឬនឹងថាជាអនុកតរៈវិបាកដែលមានការផុតព្រោះបានរំលឹកហើយយ៉ាងនេះក៏បានហើយចំពោះវិមុតញ្ញាណទស្សនៈបានដល់បច្ចុប្បន្នខណៈញាណគឺជាលោកយៈគឺការពិចារណាចំពោះអ្នកផលព្រះនិព្វានតែបានសម្រេចហើយនោះហើយថាវិមុតញ្ញាណទស្សនៈគឺញាណទស្សនៈនឹងដែលបានដឹងអំពីវិមុតគឺការរួចផុតដែលបានពិចារណាអំពីការរួចផុតនឹងហៅថាវិមុតញ្ញាណទស្សនៈយ៉ាងប៉ុន្តែព្រះអានន្ទលោកមិនមែនថាព្រះសិរីបុត្រនិព្វានទៅយកសិលសមាធិបញ្ញាវិមុតវិមុតញ្ញាណទស្សនៈខាងនឹងទៅជាមួយទេប៉ុន្តែលោកស្ដាយត្រង់ថាព្រះសិរីបុត្រដែលលោកគង់នៅហ្នឹងលោកមិនមានសេចក្តីខ្ជិលក្នុងការសម្ដែងធម៌ទេនៅក្នុងអត្ថកថាលោកប្រាប់ថាព្រះសិរីបុត្រមិនដែលត្អូញត្អែថាឈឺពោះឈឺខ្នងឬថាក្តៅថាលំបាកថាចុកថារយអីក្នុងការសម្ដែងធម៌ដែរអង្គអាចឃ្លូខ្លាប្រព្រឹត្តទៅក្នុងការសម្ដែងធម៌ដូចជាសីហៈហ្នឹងអញ្ចឹងហ្នឹងព្រះអានន្ទលោកនឹកឃើញដល់ការអនុគ្រោះដល់ព្រះម្ចារីបុគ្គលដោយអំណាចធម៌ដើម្បីញ៉ាំសក្តិព្រះម្ចារីឲ្យតាំងនៅក្នុងគុណដល់ប្រសើរព្រះអានន្ទលោកនឹកឃើញនៅស្ដាប់ស្ដាយណាស់ហ្នឹងហើយព្រះអានន្ទលោកនឹកឃើញដែលការសម្ដែងព្រះធម៌របស់ព្រះសិរីបុត្រដែលធ្វើឲ្យអ្នកស្ដាប់នឹងឯងអាចដើម្បីសមាធិបាននៅការយល់ត្រូវលះបង់នៅការយល់ខុសអាចហ៊ានប្រព្រឹត្តបដិបត្តិនៅធម៌ដែលសំទួតាមធម៌រីករាយក្នុងការប្រព្រឹត្តបដិបត្តិសំដីតែមានអកុសលធម៌ក្នុងជីវិតកើតឡើងក៏សំទួដល់ការរលឹកនឹងសំទួដល់ការរលឹកដើម្បីសតិនិងសម្បជញ្ញៈដូចជានៅក្នុងអនន្តៈសូត្រអីដែលព្រះសិរីបុត្រសម្ដែងសុភាពនិងស្អាតភាពសាំងមកមិនយ៉ាងណាក៏អាស្រ័យការដែលមានសតិសម្បជញ្ញៈនឹងអាចដើម្បីធ្វើឲ្យស្អាតបានធ្វើឲ្យបាត់នឹងការសាំងមកដូច្នេះគឺការប្រព្រឹត្តបដិបត្តិធម៌ហ្នឹងដើម្បីប្រព្រឹត្តទៅដោយការរីករាយព្រមទាំងបានជោគជ័យនិងបានប្រកាន់សម្ដីអកុសលធម៌ដែលកើតឡើងនឹងឯងថាជារបស់ខ្លួនហ្នឹងតែជាអ្នកលះបង់ជាអ្នករលាស់ចោលនៅសុភាវធម៌ទាំងឡាយដែលកើតឡើងចឹងសម្ដីតែអកុសលក៏បានជាអារម្មណ៍នៃសតិរលឹកកំចាត់បងនៅសេចក្តីប្រកាន់ថាជាខ្លួនថាជារបស់ខ្លួនដែរហ្នឹងជាបុគ្គលដែលអាចសម្ដីរីករាយហើយធ្វើឲ្យអ្នកស្ដាប់ទាំងឯងបានស្គាល់នៅអោជាតិពីរសជាតិនៃព្រះសទ្ធំហើយព្រះអានន្ទលោកនឹករលឹកឃើញដល់គុណសម្បត្តិធម្មសម្បត្តិរបស់ព្រះសិរីបុត្រនឹងចឹងដែរមានប្រភេទដីកាឆ្លើយតបទៅនឹងព្រះរាមាភិដែលលោកញក់ញយកាយចម្រុះឬហាក់ដូចជារឹងដៃរឹងជើងអស់សម្ដីទៅគឺក៏មិនប្រកាសឥឡូវគេកើតជើងទៅអានឹងសម្ដីតែខួរដែលលោកវិញចេះចាំទាំងប៉ុន្មានមកហើយហាក់ដូចជាមិនព្រឺស្លាប់ដល់លោកសោះនឹងដល់តែប៉ុណ្ណឹងទេក្នុងការនោះដល់សេចក្តីអនុគ្រោះរបស់ព្រះរាមាភិព្រះអង្គទ្រង់ជ្រាបអំពីសេចក្តីលំបាករបស់ព្រះអានន្ទទ្រង់ក៏សម្ដែងជាធម៌រំលឹកដាស់តឿនស្មារតីដល់សេចក្តីថាអានន្ទដោយតែថាគាត់ធ្លាប់បានសម្ដែងប្រាប់អ្នកក្នុងការអំពីមុនមិនមែនទេថាការប្រត់ប្រាស់ការបែកបាក់គ្នាការផ្សេងតែពេញអំពីគ្នាតែមានការប្រព្រឹត្តទៅជាធម្មតាក្នុងសត្វនិងសង្ខារដែលជាទីស្រឡាញ់ជាទីពេញចិត្តដែលថាកុំឲ្យមានការប្រត់ប្រាស់ឬបាននៅរបស់ដែលជាទីស្រឡាញ់ពេញចិត្តដោយការមិនប្រត់ប្រាស់នោះមកពីណារបស់ណាដែលកើតឡើងហើយដែលមានហើយដែលបច្ច័យតាក់តែហើយតែមានការក្រុមគ្នាទៅគ្រប់គ្រងទៅអស់ទៅស្ទើរទៅជាធម្មតាមិនអាចបកពិលណាដើម្បីបាននៅការមិនប្រត់ប្រាស់បាននៅរបស់នោះដែលបច្ច័យតាក់តែហើយកុំឲ្យវាទៅនោះដែរនឹងព្រះរាមាភិព្រះអង្គទ្រង់តាំងសម្ដែងអញ្ចឹងណាចឹងគឺទៅព្រះអង្គទ្រង់តាំងសម្ដែងបន្តដោយសេចក្តីឧទាហរណ៍ថាដូចដូចជាដើមឈើធំមួយដើមហ្នឹងដែលមានក្លិនយ៉ាងមាំ
ហើយដើមឈើនោះក៏មានការបាក់ទៅដួលរលំទៅនៅមេអំពីខាងស្ដាំយ៉ាងណាកាលដែលពិខុសង្ឃទាំងឡាយដែលមានប្រជជននៅពីដូចជាដើមឈើធំមានក្លិនប៉ុន្តែសេរីបត់បានបរិនិព្វានទៅហើយតើនឹងអាចបានការបន្ទាត់ប្រេះបានការមិនផ្សេងបន្តិចអំពីគ្នាមកពីណាបានព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីអ្វីណាដែលមានការកើតជាធម្មតាដែលមានហើយដែលបច្ច័យតាក់តែងហើយថាកុំឲ្យវាមានការគ្រប់គ្រងទៅកុំឲ្យវាមានការប្រែប្រួលទៅនោះពុំបានហើយទំនេរជាឋានៈឡើយគឺពុំអាចប្រព្រឹត្តទៅបានហ្នឹងដូច្នេះគឺសូម្បីតែពិខុសង្ឃក្រុមប្រជជននៅមានជាព្រះអរហន្តសន្ធឹកសន្ធាប់សពគ្រប់ដែលព្រះសិរីបុត្រតែងគង់នៅជាខាងស្ដាំនៃពិខុសង្ឃទាំងឡាយលោកមានតំណែងជាអគ្គសាវកស្ដាំរបស់ព្រះរាមាភិយ៉ាងនេះសូម្បីពិខុសង្ឃគង់នៅច្រើននៅច្រើនសែនអង្គយ៉ាងនេះតែព្រះសិរីបុត្ររំលឹកខំបរិនិព្វានទៅចោលពិខុភិក្ខុនីឧបាសកមាតិកាតើអ្នកណាអាចមានរិទ្ធមានអំណាចអាចតែកុំឲ្យព្រះធម្មទេសនាបរិបរិនិព្វានគឺមិនអាចបានដែលថាមិនប្រត់ប្រាស់មិនផ្សេងតែអំពីគ្នានោះឡើយនឹងតែពេលដែលមានព្រះអង្គទ្រង់តាសម្ដែងលួងលោមសន្តានតេនៃព្រះអានន្ទនឹងតែនឹងហើយបានព្រះអង្គទ្រង់តាសម្ដែងបន្តទៅថាមានអានន្ទព្រោះថាដូច្នេះពិខុនៅក្នុងសាសនានេះការពិចារណាទៅឃើញថាមិនអាចទាំងអីបាននៅការមិនប្រត់ប្រាស់ចាក់សត្វនិងសង្ខារដែលជាទីស្រឡាញ់ដូច្នេះហើយក៏បីមានខ្លួនឯងជាកោះក៏បីមានខ្លួនឯងជាទីពឹងមិនក៏បីមានរបស់ដទៃជាទីពឹងឡើយក៏បីមានធัวជាកោះក៏បីមានធัวជាទីពឹងមិនក៏បីមានរបស់ដទៃជាទីពឹងឡើយតែបុគ្គលដែលមានខ្លួនឯងជាកោះមានខ្លួនឯងជាទីពឹងមានធัวជាកោះមានធัวជាទីពឹងមិនមានរបស់ដទៃជាទីពឹងនោះតែដូចតែពិខុនៅក្នុងសាសនានេះពិចារណាឃើញរឿយៗនៅកាយក្នុងកាយជាប្រកបដោយមានតែក្តីជាជាងទីដុតនៅទីនេះមានសម្បជញ្ញៈមានសតិកំចាត់បងនៅអវិជ្ជានៅទៅម្ដងនៅក្នុងលោកមានតែជាយាមពិចារណាឃើញរឿយៗនៅវេទនាក្នុងវេទនាមានតែជាយាមពិចារណាឃើញរឿយៗនៅចិត្តក្នុងចិត្តនៅធัวក្នុងធัวមានការជាយាមដឹកនៅទីនេះនៅសម្បជញ្ញៈពីសេចក្តីដឹងខ្លួនមានសតិស្មារតីកំចាត់បងនៅការស្រឡាញ់ការសំនៅក្នុងលោកមានអារម្មណ៍នេះឈ្មោះថាបុគ្គលមានខ្លួនឯងជាកោះមានខ្លួនឯងជាទីពឹងមិនមានរបស់ដទៃជាទីពឹងទីមានធัวជាកោះមានធัวជាទីពឹងមិនមានរបស់ដទៃជាទីពឹងយ៉ាងនេះឯងបុគ្គលណាដែលមានខ្លួនឯងជាកោះមានខ្លួនឯងជាទីពឹងមានធัวជាកោះមានធัวជាទីពឹងមិនមានរបស់ដទៃជាទីពឹងបុគ្គលនោះឈ្មោះថាបាននៅរបស់ដ៏ប្រសើរលឹករបស់ដ៏ក្រៃលែងនឹងเป็นប្រណាព្រះម្ចាស់ញាតិញោមបងប្អូនទាំងនឹងនៅក្នុងសេចក្តីនៃព្រះធម៌ដែលព្រះអង្គទ្រង់តាសម្ដែងនៅក្នុងចន្ទៈសូត្រនឹងបញ្ចប់ដោយព្រះពុទ្ធដីកាថាឲ្យមានខ្លួនឯងជាទីពឹងជាកោះនោះគឺជាទីតោងនៅក្នុងស្រះធំដែលជាវដ្តសង្សារដែលហែលមកមិនដឹងជាទីបំផុតខាងដើមនៃដំណើរហែលនឹងមកពីកណ្ដាលប៉ុន្តែថាការដែលត្រូវមានកោះជាគ្រឿងតោងជាទីពឹងហ្នឹងគឺខ្លួនឯងបានដល់ខ្លួនឯងជាអ្នកមានធម៌មានប្រាជ្ញាមានស្មារតីជាបណ្ឌិតជាអ្នកប្រាជ្ញមិនជាបុគ្គលល្ងខ្លៅព្រោះថាបុគ្គលល្ងខ្លៅមានខ្លួនឯងជាសត្រូវយ៉ាងពិតប្រាកដព្រោះសេចក្តីល្ងខ្លៅនៃខ្លួនឯងនេះឯងហើយតែនាំឲ្យនៅសេចក្តីទុកក្នុងវដ្តសង្សារឲ្យខ្លួនឯងមិនមែនមកអំពីបុគ្គលដទៃណាឡើយហើយម្យ៉ាងវិញទៀតបើខ្លួនឯងជាអ្នកមានប្រាជ្ញាជាបណ្ឌិតអាចយកការពិតចំពោះសភាវៈធម៌ក្នុងជីវិតប្រចាំថ្ងៃអាចដើម្បីថាមានខ្លួនឯងជាទីពឹងបានព្រោះអាចដើម្បីអាស្រ័យខ្លួនឯង